នេះគឺជាយន្តហោះចម្បាំងបង្កាយទម្លាក់គ្រាប់បាយចំនួនទី6ដែលនឹងមកជំនួសតំណែងរបស់ B2 Spirit បន្ទាប់ពីយើងបានដឹងពីអានុភាពនិងអាចកម្លាំងរបស់ B2 Spirit កាលពីវីដេអូមុនថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងអ្នកស្នងតំណែងដ៏គួរឲ្យខ្លាចបំផុតរបស់វានោះគឺ B21 Raider B21 Raider ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួនទី6ថ្មីបំផុតនិងជាកំពូលអាវុធបំបាំងកាយដំបូងគេបង្អស់នៅលើโลกដែលត្រូវបានបង្ហាញខ្លួនវាត្រូវបានរចនាឡើងដើម្បីប្រឈមមុខនឹងប្រព័ន្ធការពារដែនអាកាសទំនើបបំផុតនាពេលបច្ចុប្បន្ននិងអនាគតដែលគ្មានយន្តហោះណាផ្សេងអាចជ្រៀតចូលបានមិនថាតែចម្ងាយហោះហើរសមត្ថភាពបំបាំងកាយឬប្រព័ន្ធបច្ចេកវិទ្យា Digital នោះទេ B21 Raider គឺនាំមុខយន្តហោះចំនួនមុនរាប់ទសវត្សរ៍ឯណោះគម្រោងអភិវឌ្ឍនេះត្រូវបានរក្សាទុកជាការសម្ងាត់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំក្រោមកម្មវិធី Long Range Strike Bomber គោលបំណងគឺការបង្កើតខែលការពារនិងកម្លាំងវាយប្រហារយុទ្ធសាស្ត្រថ្មីដើម្បីឆ្លើយតបនឹងការកើនឡើងនៃឥទ្ធិពលយោធានៅតំបន់ Indo-Pacificក្រុមហ៊ុន Northrop Grumman ដែលជាអ្នកបង្កើត B2 កាលពីសម័យមុនក៏ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផលិតអាវុធដ៏អស្ចារ្យចំនួនថ្មីនេះផងដែរតើអ្វីខ្លះជាចំណុចពិសេសនិងការវិវត្តដ៏អស្ចារ្យដែលធ្វើឲ្យវាខុសប្លែកពី B2 Spirit យើងនឹងទៅស្វែងយល់មកទាំងអស់គ្នាឥឡូវនេះដល់ពេលដែលយើងត្រូវវះកាត់មើលបច្ចេកវិទ្យាបំបាំងកាយចំនួនទី6របស់ B21 ហើយ B21 ប្រើប្រាស់រចនាសម្ព័ន្ធសម្ភារៈស្រោបខាងក្រៅដ៏ទំនើបជាងមុនដែលត្រូវបានបង្កើតឡើងដោយការគណនាកុំព្យូទ័រកម្រិតខ្ពស់ស្រទាប់ស្បែកពិសេសនេះអាចស្រូបយករលករ៉ាដាស្ទើរតែគ្រប់ព្រៃកង់និងកាត់បន្ថយលទ្ធភាពនៃការឆ្លុះបញ្ចាំងរបស់វាស្ទើរតែ 0% បើប្រៀបធៀបទៅនឹង B2 B21 មានទំហំតូចជាងបន្តិចដែលនេះក៏ជាកត្តាមួយដែលជួយឲ្យវាកាន់តែពិបាកចាប់សញ្ញាផងដែរក្រៅពីរ៉ាដាប្រព័ន្ធលាក់កម្ដៅនិងសំឡេងម៉ាស៊ីនក៏ត្រូវបានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងដើម្បីគេចផុតពីប្រព័ន្ធ Scan Infrared សូម្បីតែរន្ធបឺតខ្យល់ម៉ាស៊ីននិងរូបរាងស្លាបរបស់វាក៏ត្រូវបានលាក់បាំងយ៉ាងរលូនបំផុតជាមួយទូខ្លួនដើម្បីកុំឲ្យមានចំណុចជ្រុងឆ្លុះរ៉ាដាផងដែរនេះជាមូលហេតុដែលគេហៅថាជាយន្តហោះចំនួនទី6ដំបូងគេបង្អស់ព្រោះបច្ចេកវិទ្យាបំបាំងកាយរបស់វាគឺល្អឥតខ្ចោះបំផុតវាមិនត្រឹមតែលាក់ខ្លួនពីរ៉ាដាប៉ុណ្ណោះទេប៉ុន្តែវាក៏អាចជ្រៀតចូលនិងបញ្ជូនទិន្នន័យសម្ងាត់ពីកណ្ដាលទីក្រុងទៅទឹកដីសត្រូវត្រឡប់មកវិញផងដែរនិយាយងាយយល់ទោះបីជាសត្រូវដឹងថាមានវត្តមានវានៅលើមេឃក៏ប្រព័ន្ធការពារដែនអាកាសសត្រូវមិនអាចចាក់ចោលវាប្រហារលើវាបានឡើយនេះគឺជាអត្ថប្រយោជន៍ដ៏មហាសាលនៅក្នុងការប្រយុទ្ធនឹងយុទ្ធសាស្ត្រសឹកសម័យទំនើបដែលការវាយប្រហារសត្រូវបានមុនគឺជាអ្នកដែលឈ្នះ B21 Raider មានប្រវែងស្លាបខ្លីជាង B2 បន្តិចប្រហែល40ទៅ45ម៉ែត្រធៀបនឹង B2 ដែលមានប្រវែង52ម៉ែត្រការរចនានេះជួយកាត់បន្ថយទម្ងន់និងបង្កើនប្រសិទ្ធភាពនៃការហោះហើរនិងការបំបាំងកាយកាន់តែល្អជាងមុនវាត្រូវបានបង្កើតឡើងដោយប្រើ Open Mission System ដែលអនុញ្ញាតឲ្យកងទ័ពអាកាសធ្វើការអាប់ដេតកម្មវិធី Software និងប្រព័ន្ធអាវុធថ្មីៗបានយ៉ាងឆាប់រហ័សដូចជាការអាប់ដេតកម្មវិធីទូរស័ព្ទដៃទំនើបអញ្ចឹងដែរមុននឹងផលិតយន្តហោះពិតប្រាកដក្រុមហ៊ុនបានបង្កើតគំនូរជីវចលពិតៗដូចក្នុងកុំព្យូទ័រដើម្បីធ្វើតេស្តសាកល្បងរាប់លានដងបច្ចេកវិទ្យានេះជួយសន្សំពេលវេលានិងកាត់បន្ថយកំហុសបច្ចេកទេសឲ្យនៅទាបបំផុតខណៈពេលដែល B2 Spirit មានតម្លៃរហូតដល់ $2.2 លានយន្តហោះ B21 Raider ត្រូវបាន design ឲ្យមានតម្លៃសមរម្យជាងមុនដើម្បីផលិតក្នុងចំនួនច្រើនជាងមុនផងដែរតម្លៃគោលរបស់វាគឺប្រហែល$692 លានអាមេរិកក្នុងមួយគ្រឿងដែលធ្វើឲ្យវាក្លាយជាជម្រើសយុទ្ធសាស្ត្រដ៏ចំណេញសម្រាប់ផែនការថវិការបស់កងទ័ពអាកាសសហរដ្ឋអាមេរិកជាមួយនឹងការកាត់បន្ថយតម្លៃនេះកងទ័ពអាកាសសហរដ្ឋអាមេរិកមានផែនការបញ្ជាទិញយ៉ាងហោចណាស់ចំនួន100គ្រឿងប្រើផងដែរចំនួននេះនឹងផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅកម្លាំងវាយប្រហារយុទ្ធសាស្ត្រដ៏ធំធេងនិងអាចបត់បែនបានគ្រប់កលៈទេសៈទាំងអស់បញ្ហាប្រឈមបំផុតរបស់ B2 Spirit គឺការថែទាំដែលទាមទារការចំណាយខ្ពស់និងរងចត
ពិសេសដែលមានការគ្រប់គ្រងអាកាសធាតុដ៏ស្មុគស្មាញប៉ុន្តែសម្រាប់ B21 Raider វាត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ការពារថ្មីដែលមានភាពធន់ខ្លាំងនិងងាយស្រួលថែទាំក្នុងលក្ខខណ្ឌធម្មតាវាមិនត្រូវការរោងចតត្រជាក់ពិសេសរាល់ពេលនោះទេដែលជួយសន្សំសំចៃការចំណាយប្រតិបត្តិការបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំនេះមានន័យថា B21 អាចត្រូវដាក់ឲ្យដំណើរការលឿនជាងមុននិងអាចហោះហើរបានញឹកញាប់ជាងមុនក្នុងស្ថានភាពសង្គ្រាមពិតៗការអភិវឌ្ឍលើចំណុចនេះធ្វើឲ្យវាក្លាយទៅជាអាវុធដែលអាចរៀបចំទុកមុនបានយ៉ាងរហ័សគ្រប់ពេលវេលានិងគ្រប់កលៈទេសៈចំណុចពិសេសបំផុតរបស់ B21 Raider គឺវាលែងជាយន្តហោះទម្លាក់គ្រាប់បែកដ៏ឯកោទៀតហើយប៉ុន្តែវាដើរតួជាមជ្ឈមណ្ឌលប្រមូលព័ត៌មាននៅលើអាកាសវាអាចធ្វើការតភ្ជាប់និងបញ្ជាការទៅលើ Collaborative Combat Aircraft ឬ drone ជំនួយការហោះហើរបានយ៉ាងរលូនបច្ចេកវិទ្យានេះជួយឲ្យអ្នកបើកបរអាចគ្រប់គ្រងដែនអាកាសនិងបំផ្លាញគោលដៅសត្រូវជាច្រើនក្នុងពេលតែមួយបច្ចេកវិទ្យានេះអាចជួយឲ្យអ្នកបើកបរអាចគ្រប់គ្រងដែនអាកាសនិងបំផ្លាញគោលដៅសត្រូវជាច្រើនក្នុងពេលតែមួយដោយប្រើប្រព័ន្ធស្វ័យប្រវត្តិប្រតិបត្តិការលើពីនេះ B21 ក៏អាចហោះហើរបានទាំងមានមនុស្សបើកនិងគ្មានមនុស្សបើកផងដែរសមត្ថភាពនេះអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបញ្ជូនវាទៅបេសកកម្មដែលមានគ្រោះថ្នាក់បំផុតដោយមិនបារម្ភពីការបាត់បង់អាយុជីវិត Pilot ចម្បាំងឡើយផែនការយុទ្ធសាស្ត្ររយៈពេលវែងគឺត្រូវជំនួសយន្តហោះទម្លាក់គ្រាប់បែកចាស់ៗដើម្បីបង្រួមប្រភេទយន្តហោះចម្បាំងឲ្យនៅសល់តែ B21 Raider និង B52 ដែលត្រូវបានកែលម្អថ្មីតែប៉ុណ្ណោះសរុបមកវិញ B21 Raider មិនមែនគ្រាន់តែជាយន្តហោះថ្មីមួយគ្រឿងនោះទេប៉ុន្តែវាជាការបោះជំហានដ៏អស្ចារ្យនៃវិស័យអាកាសចរយោធារបស់សហរដ្ឋអាមេរិកនិងការផ្លាស់ប្ដូរយុទ្ធសាស្ត្រទប់ស្កាត់សង្គ្រាមសកលលោកសាជាថ្មីតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះអាវុធចំនួនទី6មួយនេះតើវាពិតជាស្ដេចអាកាសគ្មានគូប្រៀបពិតមែនទេបន្ទាប់ពី B2 Spiritសូមបញ្ចេញមតិរបស់អ្នកទាំងអស់គ្នានៅខាងក្រោមបើសិនមកអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបបច្ចេកវិទ្យាយោធាបែបនេះកុំភ្លេចចុច like ចែករំលែកវីដេអូនិងចុច subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍ផងអរគុណសម្រាប់ការទស្សនាបាយបាយ